សូមជូនកម្មវិធីកែដំណែលចម្រៀងខ្មែរសូមជូនកម្មវិធីកែដំណែលចម្រៀងខ្មែររាត្រីសួស្តីលោកយាយលោកតាលោកពូអ្នកមីងបងប្អូនប្រុសស្រីទាំងអស់ដែលកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុ AM ជាតិភ្នំក្រាំងដីមាសកម្រិត 92.3 MHz ខេត្តកំពង់ឆ្នាំងជាទីគោរពនិងជាទីនឹករលឹកចារីករាយណាស់ដែលបានវិលមកជួបនឹងបងប្អូនមិត្តដែលស្ដាប់ជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីកែដំណែលចម្រៀងខ្មែរដែលមានវត្តមាននាងខ្ញុំចិន្តារួមជាមួយនឹងលោកតារាច័ន្ទបាទអរគុណណាស់អ្នកនាងចិន្តាបាទហើយជម្រាបសួរដល់លោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងបើកស្ដាប់ការផ្សាយរបស់វិទ្យុភ្នំក្រាំងដីមាសកម្រិត 92.3 MHz បាទគ្រប់គ្នាសង្ឃឹមផងដែរថានៅក្នុងរាត្រីនេះលោកអ្នកប្រកាសជាមានសេចក្តីសុខនៅតាមក្រុមគ្រួសារចិត្តជាមិនខានបាទហើយឆ្លៀតឱកាសស្រស់ស្រូបអាហារពេលល្ងាចនេះក៏ស្ដាប់រីកកម្សាន្តជាមួយនឹងកម្មវិធីគេដំណើរចម្រៀងខ្មែរដែលមានរយៈពេល1ម៉ោងនេះបាទហើយងាកមកដៃគូវិញបាទសុខទុក្ខយ៉ាងម៉េចដែរថ្ងៃនេះចានាងខ្ញុំសុខសប្បាយធម្មតាទេអរគុណច្រើនហើយស្រស់ស្រូបអាហារពេលល្ងាចហើយនៅបាទរួចរាល់ហើយចំណែកអ្នកនាងវិញបាទចានាងខ្ញុំក៏រួចរាល់ហើយដែរបាទក្រោយពីស្រស់ស្រូបអាហារពេលល្ងាចហើយយ៉ាងម៉េចដែរបាទអារម្មណ៍ហ្នឹងប្រហែលជាមានអារម្មណ៍ថាឆ្អែតហើយមានកម្លាំងចាស់ប៉ាត់មែនឲ្យម្ចាស់បងចុះម្ចាស់បងវិញយ៉ាងមិនដែរក្រាបទូលបាទម្ចាស់បងថ្ងៃនេះគឺធម្មតាបន្តពីអាហារពេលរាត្រីហើយតើម្ចាស់បងត្រូវធ្វើអ្វីបន្តទៀតអាហារពេលរាត្រីហើយគឺយើងធ្វើដូចបាទសពមួយដងអញ្ចឹងបាទដល់ថ្ងៃកម្មវិធីទៅមកធ្វើកម្មវិធីបើអត់ធ្វើកម្មវិធីម្ចាស់បងធ្វើអីបើអត់ធ្វើកម្មវិធីទៅយើងរៀបចំមុងកាទៀលខ្នាយលឿនណាស់ម្ចាស់បងណោះនឹងធ្វើកើតដែរបាទអូប្រកែមែនសុំទៅសើម្ចាស់បងបាទតែទៅសើហើយចាថ្ងៃនេះម្ចាស់បងមកជួបប្អូននៅក្នុងកម្មវិធីគេដំណើរចម្រៀងខ្មែរពំនាំមកអ្វីដើម្បីជម្រាបជូនដល់ពុកម៉ែបងប្អូនមានមីងទៅម្ចាស់បងបាទនៅក្នុងរាត្រីដ៏សែនមនោរម្យនេះបាទម្ចាស់បងនៅលើកយកនៅប្រវត្តិបាទរបស់តារាភាពយន្តមួយរូបដែលមានឈ្មោះល្បីទូទាំងប្រទេសកាលពីអំឡុងទសវត្សរ៍ឆ្នាំ60និងឆ្នាំ70នោះបាទអូប្រពៃខ្លាំងណាស់ម្ចាស់បងតើគាត់មានពនាមអីដែរក្រាបទូលបាទម្ចាស់អូនត្រង់ត្រាប់ស្ដាប់ឲ្យមែនតែនពនាមរបស់គាត់នោះគឺមានឈ្មោះថាលោកគង់សំអឿនគង់សំអឿនបាទអូជាតារាប្រចាំបេះដូងរបស់ប្អូនហើយបាទល្អណាស់ចូលចិត្តគាត់ដែរណាចាចូលចិត្តណាស់ហើយក៏មិននឹកស្មានថាថ្ងៃនេះម្ចាស់អូនក៏ដូចជាបងប្អូនមិនដែលស្ដាប់បានជ្រាបអំពីប្រវត្តិរបស់លោកគង់សំអឿនដែរពិតជាប្រពៃមែនតែនក្រាបទូលបាទនេះក៏ដោយសារតែសន្តានចិត្តរបស់ម្ចាស់បងនឹងណាម្ចាស់បងបញ្ញាប់លើកទៅសើខ្លួនឯងម៉េចតែលើកទៅសើខ្លួនឯងហើយពួកកម្រមានប្រិយមិត្តណាដែលបានស្ដាប់អំពីប្រវត្តិរបស់លោកគង់សំអឿននេះណាហើយដល់ឡែកតែថ្ងៃនេះម្ចាស់បងមានទឹកចិត្តសប្បាយអញ្ចឹងចង់ចែកជូនប្រវត្តិរបស់លោកគង់សំអឿនដល់លោកតាលោកយាយពុកម៉ែបងប្អូនឲ្យបានជ្រាបអញ្ចឹងនៅក្នុងការធ្វើអត្ថាធិប្បាយនេះម្ចាស់បងធ្វើម្នាក់ឯងឬក៏ត្រូវការប្អូនដែរត្រូវការធ្វើទាំងអស់គ្នាធ្វើទាំងពីរនាក់ឯងបាទទាំងពីរនាក់ធ្វើតែឯងអត់កើតទេចានៅក្នុងកម្មវិធីនេះតើមានអមដែលបទចម្រៀងព្រោះដែរទេគឺមានអមបទចម្រៀងព្រោះកាលពីអំឡុងទសវត្សរ៍ឆ្នាំ60និងឆ្នាំ70ផងដែរប្រហែលជាត្រូវបកស្រាយដល់អត្តរាយសម្លេងមាសសិនស៊ីសមុទ្រនិងតារាចម្រៀងផ្សេងទៀតហើយមែនទេបាទពិតមែនហើយម្ចាស់អូនល្អណាស់ក្រាបទូលឥឡូវយើងរៀបចំចម្រៀងមួយបទជូនប្រិយមិត្តដែលស្ដាប់ជាកិច្ចស្វាគមន៍សិនទៅបាទបទចម្រៀងដែរជាកិច្ចស្វាគមន៍នៅក្នុងកម្មវិធីគេដំណើរចម្រៀងខ្មែរនៅក្នុងរាត្រីនេះមានចំណងជើងថាខលមកបងពេលដែលគេបោះបង់អូនហាពិតមែនទេអូច្រឡំទេម្ចាស់អូនបាទច្រឡំទេបទដែលត្រូវរៀបចំជូននេះគឺមានចំណងជើងថារាត្រីស្ងាត់
ចានេះទៅត្រឹមត្រូវវាស្របជាមួយនឹងកម្មវិធីរបស់យើងដែលនិយាយអំពីប្រវត្តិរបស់តារាចម្រៀងជើងចាស់ក៏ដូចជាអ្នកនិពន្ធនិងតារាភាពយន្តកាលពីអំឡុងទសវត្សរ៍ឆ្នាំ1960និង70បាទហើយបទមិញនឹងចាំស្ដាប់ថ្ងៃស្អែកណានៅក្នុងកម្មវិធីផ្សេងៗដែលមិនមែនជាកម្មវិធីគេដំណើរចម្រៀងខ្មែរចាដូច្នេះសូមប្រិមត្តរីករាយកំសាន្តជាមួយនឹងបទចម្រៀងជាកិច្ចស្វាគមន៍ពីកម្មវិធីយើងទាំងអស់គ្នាដោយមេត្រីលោកស្រីអ្នកនាងកញ្ញាប្រិមត្តស្ដាប់ជាទីគោរពនិងជាទីរាប់អានបន្តពីបណ្ដែតអារម្មណ៍រីករាយជាមួយចម្រៀងមួយបទពីកម្មវិធីដែលមានចំណងជើងថារាត្រីស្ងាត់ចាបង្ហាសូសៀងដល់អធិរាជសម្លេងមាសិនស៊ីសមុទ្រចាពីកម្មវិធីសន្យានៅវគ្គដំបូងថានឹងជម្រាបជូនអំពីប្រវត្តិរបស់តារាភាពយន្តជើងចាស់មួយរូបដែលបានទទួលមរណភាពបាត់ទៅហើយចាក៏ល្បីល្បាញណាស់កាលពីអំឡុងឆ្នាំ1960និង70បាទចាគឺលោកគង់សំអឿនបាទហើយមិញនេះបាត់ម្ចាស់អូនខ្ញុំតាណាឲ្យចេញពិធីករវិញណាម្ចាស់អូនមិនតាណាឆ្ងាយពីម្ចាស់បងទេក្រាបទូលមិញពួកចូលតួពិធីករវិញចាបាទហើយម្ចាស់បងនេះខំអង្គុយចាំមើលបាត់ម្ចាស់អូនទៅណា
mình nâng sông lia lục ta pra mình đi ấy xây ta khang khói ta đâm tạc tay chà chẳng tới bạch một plét nâng hay ta lọc một bánh chanh tua thầm mày tại một đòn xâm lên đã đáy mình phải đồ đi bà con hành chân công ơi lục ta lục dây còn chăm dương du nữa bà trời cả thà tiệp bài ông piประวัติ របស់ តារាភាពយន្ត របស់ ខ្មែរ យើង ដល់ ល្បី មួយ រូប គឺ លោក គង់ សំអឿន ចា ប្រហែល ជា យុវវ័យ ចំនួន ក្រោយ មិន ស្គាល់ ទេ មើល ទៅ ណា បាទ ចា ប៉ុន្តែ មិន ទាន់ បាត់ បង់ ទេ គេ ដំណើរ របស់ គាត់ ណា ចា បាទ ជា ពិសេស តែ ខ្សែ វីដេអូ ភាគ ច្រើន បាទ នៅ សល់ ទុក នៅ ឡើយ ទេ ចា បាទ អញ្ចឹង សង្ឃឹម ថា ក្រោយ ពី យើង ធ្វើ ការ ថាទាបាយ នេះ ទៅ ប្រកាស ជា មិត្ត យុវវ័យ ក៏ ដូច ជា បងប្អូន ដែល អត់ ទាន់ បាន ស្គាល់ គាត់ ច្បាស់ នោះ នឹង បាន ស្គាល់ អំពី ប្រវត្តិ របស់ លោក គង់ សំអឿន កាន់ តែ ច្បាស់ ហើយ នឹង បាន ស្គាល់ មុខមាត់ របស់ គាត់ តាម រយៈ ការ តាម ដាន វីដេអូ នៅ តាម ប្រព័ន្ធ website ផ្សេងៗ ឬ ក៏ តាម រយៈ ទូរទស្សន៍ បាទ ចា ដូច្នេះ សូម ពុកម៉ែ បងប្អូន មីង តាម ដាន ស្ដាប់ យើង ខ្ញុំ ទាំង ពីរ នាក់ ធ្វើ ការ ថាតិបាយ អំពី ប្រវត្តិ របស់ លោក គង់ សំអឿន ទាំង អស់ គ្នា ដូច តទៅ លោក គង់ សំអឿន ជា តារា ភាពយន្ត ខ្មែរ ម្នាក់ ដែល មាន ប្រជា ប្រិយភាព ជាង គេ ក្នុង អំឡុង ទសវត្សរ៍ ទី 60 និង ទី 70 មហាជន ខ្មែរ ទូទៅ ដែល មាន អាយុ 40 ឆ្នាំ ឡើង គឺ សុទ្ធ តែ បាន ស្គាល់ លោក គង់ សំអឿន យ៉ាង ច្បាស់ តាម រយៈ ខ្សែ ភាពយន្ត ជា ច្រើន ដែល លោក បាន សម្ដែង លោក ជា រៀម ច្បង របស់ ប្អូន 5 នាក់ ដែល ជា តារា ភាពយន្ត ទាំង អស់ រួម មាន លោក គង់ សំអាត លោក គង់ លុច គង់ ចន្ទថា គង់ សុភ័ណ្ឌ និង គង់ សុភី លោក គង់ សំអឿន មាន រូបរាង ខ្ពស់ សង្ហា បើ ពិនិត្យ ផ្នែក នីមួយៗ នៃ មុខមាត់ របស់ លោក គឺ មិន មាន អ្វី លើស គេ ទេ ភ្នែក លោក រាង តូច ម្ខាង ច្រមុះ ពីច បន្តិច មាត់ រាង វាច ក៏ បន្តិច ដំណើរ របស់ លោក រាង ប៉ែល បន្តិច តែ បើ ពិនិត្យ សរុប មក ស្រាប់ តែ ឃើញ លោក ស្រស់ អស្ចារ្យ មាន អំណោយទាន ក្រៃលែង ហើយ ក៏ មាន ស្រី ជា ច្រើន វង្វេង នឹង របៀប ញញឹម របស់ លោក គឺ ញញឹម មួយ ចំហៀង មាត់ ដ៏ គួរ ឲ្យ ទាក់ទាញ ដោយ សារ លក្ខណៈ ពិសេស នេះ ហើយ ដែល លោក បាន ក្លាយ ជា បរិសុទ្ធ សម្បូរ ស្នេហ៍ យ៉ាង ខ្លាំង លោក គង់ សំអឿន សម្បូរ មិត្ត ស្រី ណាស់ តែ ក៏ មាន ពេល ខ្លះ លោក ដេក មិន លក់ បក់ មិន លះ ហើយ ដោយ សារ តែ ពួក នាង ដែរ មិន តិច ដង ទេ ដែល គេ បាន គំរាម ស្ទាក់ ផ្លូវ លោក នោះ គឺ គំរាម លោក ឲ្យ ឈប់ តាក់ទង នឹង នាង ទាំង នោះ ព្រោះ នាង ជា របស់ គេ ហើយ តែ ជា ធម្មតា ទេ លោក មិន ដែល គិត ថា ជា រឿង ធំ ដុំ ព្រោះ លោក មិន ដែល អូស ទាញ នាង ណា មួយ ទេ គឺ ពួក នាង មក រក លោក ដោយ ខ្លួន ឯង ទេ តា មាន ពេល ខ្លះ លោក ត្រូវ បាត់បង់ ពេល វេលា ជា ច្រើន ដើម្បី រត់ គេច ពី ពួក នាង ទាំង នោះ ផង អ្នក ស្រី ពោផល ជា ម្ដាយ របស់ លោក គង់ សំអឿន ធ្លាប់ បាន និយាយ រៀបរាប់ កាល ពី ទសវត្សរ៍ ឆ្នាំ 1990 ថា អឿន កូន ខ្ញុំ ស្លូត ណាស់ សុភាព ណាស់ ទៀត ផង ភាគ ច្រើន កាយ វិការ របស់ គេ គឺ គ្រាន់តែ ញញឹម អឿន ស្រឡាញ់ ប្អូន ណាស់ គេ តែង ផ្គត់ផ្គង់ ថែ ទាំ ម្ដាយ និង ប្អូន ជា រៀង រហូត ខ្ញុំ មិន ដឹង ថា គេ មាន និស្ស័យ សិល្បៈ នេះ តាំង ពី ណា មក ទេ ព្រោះ កាល នោះ ខ្ញុំ រស់ នៅ ពោធិ៍ចិនតុង តែ អឿន អាត និង លុច 3 នាក់ បងប្អូន នាំ គ្នា មក ស្នាក់ នៅ រៀន ផ្ទះ ឪពុក មា ធ្វើ កយ នៅ ភ្នំពេញ លុះ ត្រា តែ គេ មាន ឈ្មោះ ល្បី ល្បាញ ហើយ ទើប ខ្ញុំ និង ឪពុក គេ បាន ដឹង ឪពុក គេ ជា អ្នក រដ្ឋការ ថ្វី បើ មាន កូន 6 នាក់ សុទ្ធ តែ ប្រុស តែ គាត់ តឹងរឹង បិទ សិទ្ធិ សេរីភាព កូន ប្រៀប ដូច កូន ទាំង នោះ ជា កូន ស្រី អញ្ចឹង គាត់ មិន ចូល ចិត្ត នឹង ឲ្យកូន មាន មិត្តភក្តិ ចុះ ឡើង ផ្ទះ គាត់ មិន ចូល ចិត្ត ឲ្យកូន ខ្លាយ ទៅ ជា អ្នក កុន ល្ខោន ទេ គឺ គាត់ តម្រូវ ថា កូន ម្នាក់ ត្រូវ តែ ខិតខំ រៀន សូត្រ អ
trong đỏ xa na nam chân số mi ta đã lo ra để điểm rạp na lưu sợi po la 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 hoa nứt một đôi chân để điểm mà small ta phố nó chân đời bóng lạnh phê riêng đơn cụ đầy mà sốt nhà chân về đôn về đây ba mình bàn rán xuống tay say đắp nông đầy snai ha chân đi mò lúa sốt khaoแต่chân trái pro mi ta đó riêng lần mà đã tiếc snai ha lưu ngày xa chân riết mò lúa sông khaoแต่chân trái pro mi ta đó riêng mà đã tiếc xa đơn phố là phong nát lại số phong nát lại số phong nát lạiเอื้นแต่งตายเตรรมปวดจีญยดองอมปีเรื่องจำนวนจัดจีเนศศิลปะนี้โดยดังนิสัยจัดอปุกโดยชนะโกนนอมคณีเละมันเอาอปุกมาได้ดังอมปีเรื่องเล่งโกนนิตีกึศเตอร์กาวนุขยมนัดโกนนะโกนจ้องดาตัวจ้องละใบสุกจัดตะใจเอาทมปีบองโปรจิโดนมวยโยกหมกแปะเกมีนสะบวนข้างอากาศจอด้อยก็เหาะทาเตยยำกาตามปิดเหมือนแมนเตยยำกาตีคือยกตึกทอดกลซะเอื้อนใจย้อยก็คลายจัดบองให้ก็เปรย์ไอปโอนลอยตึกใจมาดองวิงตัวแต่บองโปรชกอลทาเฮ็ดไอก็ปุวีสมโบเกตหากามไหมบ้านจีหมกใจเคยไอเหมือนใจชุบซะนึกดาลตรังนี้ขยมนัดโกนนะให้แต่จังละอจังละใบสกจัดกัดเกกัดขมาพูดก็เหาะระหดดาลเกละใบละบางขยมได้จำทากรอนแต่เอาทมได้เกกัดเปะสำได้เมียนกรุบปอกรุบโมดดักดำเรียบขนงตูขาอายเปรียบโดยเจหางสำลีบอมเปะเอื้นสลีเปะไอก็ซ้ำก็สะอาดสำลีบอมเปะได้เอื้นกัดเปะเนนาเคินก็สลันก็สมยกโมดตามได้ขยมเดินเคยทั้งไงได้ขยมนังปาวีดังทาโกนจีตัวกลทั้งไงมวยอื่นบ้านยกสมบัติอันเชิญใบบุญบอกอันเชิญขยมนังอปุกวีเอาแต่มือกลเรื่องสัพสิทธิ์เปแต่ดาวหมกรุงเคยกิกูรูปต่างทมอปุกวีกลอนหมดปรับขยมทาไม่วีตัวนี้โดยโกนยืงดอไหลขยมกงุกบารู้โดยแมนกรอนแต่รูปนุทมเจียงhai sliệp bẹt bồ rán tới có sạch chiêng phần đó lúc đào bề châu khăn ruộng dương có ban khơi mua đại kê đại bị cào rúp tăng lồng o ruộng ở bục vía có lon mọt sờ lăng căng dí mua có đôi chỉ còn dương tiết tách lô vía tới hai chú vía từ thọt con bình cá tăng pin nẹt con lên miên chụp bò to tới tiết hai có mưa rừng rồi hốt đào chọc đâm bông ở bục khăn na trom sơ mật bànเปตลับออกแต่วิ่งดำใบเจออจัด
នដល់បងម្ដងទៅមិនបានទេព្រះអង្គអាណិតបងទៅអូនតែដោយអ្នកអង្គុយក្បែរយើងនោះសរសើរមិនដាច់ពីមាត់ឯសាច់រឿងក៏ល្អមើលតួសម្ដែងក៏សមឪពុករបស់គេក៏លេងមាត់តែម្ដងអឿនគ្រប់កោតខ្លាចឪពុកណាស់ពេលឪពុកហៅអឿនមកសួរអឿនក៏សារភាពដោយសារតែចាំងវាងផលិតកម្មមកអង្វរខ្លាំងពេកទើបសុខចិត្តលេងហើយក៏មិនចោលការរៀនសូត្រដែរទើបឪពុកនៅស្ងៀមលេងមាត់លេងកគ្រាន់តែមិនសូវសប្បាយចិត្តខ្ញុំក៏យល់ដែរថាប្តីខ្ញុំក៏ជាผู้ជួយរបស់លោកញឹកជូឡុងលោកជាអ្នករៀនសូត្រចេះដឹងហើយជាតន្ត្រីករម្នាក់ដែលមានជំនាញខាងកូដវីយូឡុងនិងចូលចិត្តភ្លេងខ្មែរភ្លេងមហោរីតែហេតុអីពេលកូនខ្លាយជាអ្នកសិល្បៈភាពយន្តលោកបែរជាមិនចង់ឃើញទៅវិញក្រោយមកពេលដែលអឿនមានលុយកាក់បានទិញផ្ទះមួយឲ្យគាត់នៅខាងក្រៅក្រុងធ្វើស្រែចម្ការដាំដុះតែម្នាក់ឯងដោយធ្វើមិត្តជាមួយនឹងចបឯខ្ញុំនិងកូនរស់នៅជាមួយអឿននៅឯផ្ទះវីឡានៅផ្លូវភ្លោះសពថ្ងៃគឺផ្ទះទូតគុយបានេះឯងរហូតដល់ថ្ងៃបែកឆ្នាំ1975លោកគង់សុភីដែលត្រូវជាប្អូនប្រុសរបស់លោកគង់សំអឿនក៏បាននិយាយបន្ថែមទៀតថាបងប្រុសគឺជាបរិសុភាពណាស់នៅខាងក្រៅមិនដូចជានៅក្នុងកុនដែលទស្សនិកជនឃើញថាគាត់ខលចំណាប់នោះទេគាត់ជាមនុស្សតិចមាត់តិចកតែស្រឡាញ់ប្អូននិងចូលចិត្តក្មេងៗពេលគាត់ទៅសម្ដែងនៅឯជនបទឆ្ងាយគាត់តែងចូលផ្សារដូរលុយរាយដើម្បីចែកឲ្យក្មេងៗកូនចៅអ្នកភូមិពេលដែលមកចាំរួមមើលទៀតផងពេលគាត់ផាត់មុខមានក្មេងៗមករួមជុំគាត់តែងលើកក្មេងណាដែលតូចជាងគេមកដាក់លើផ្លូវបណ្ដើរផាត់មុខបណ្ដើរគាត់មិនដែលសម្ដែងកិរិយាឲ្យឃើញនៅការស្អប់ខ្ពើមឬខ្លាចប្រឡាក់នឹងដៃជើងរបស់ពួកក្មេងដែលកខ្វក់នោះឡើយចាស់ទុំនៅជិតខាងក៏ដូច្នោះស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នាចរិតរបស់គាត់គោរពចាស់ស្រឡាញ់ក្មេងព្រោះគាត់ក៏គ្មានកូនន
ប្រពន្ធមិនរៀបការរបស់គាត់គឺបងរ៉េនគាត់ស្រឡាញ់ថែរក្សាពួកខ្ញុំជាប្អូនណាស់ហើយក៏មិនដែលប្រច័ណ្ឌហួងហែងបងប្រុសទាល់តែសោះប្តីទៅណាក៏ទៅប្រពន្ធនៅឯផ្ទះថែទាំប្អូនមើលថែទាំម្ដាយក្មេកដូចជាភរិយាពេញច្បាប់ដទៃដែរដោយសារតែទឹកចិត្តដ៏ប្រពៃនេះហើយទើបបងអឿនគាត់មិនដាច់ចិត្តចេះតែរស់នៅជាមួយគ្នារហូតទោះជាមានខិលខូចខាងក្រៅខ្លះក៏គាត់មិនចង់ប្រពន្ធល្អនេះដែរបងអឿនគាត់ចាប់ល្បីខ្លាំងពីឆ្នាំ1970រហូតដល់ឆ្នាំ1975តែម្ដងគាត់បានទៅចូលរួមក្នុងមហោស្រពភាពយន្តភូមិភាគអាស៊ីនៅហុងកុងសិង្ហបុរីនិងទីក្រុងបាងកកកាលនោះទៅជាក្រុមដោយមានសមាជិក6នាក់គឺមានបងគង់សំអឿនបងគង់សំអាតលោកជាយុទ្ធថនលោកនុបណែមអ្នកស្រីគឹមណូវ៉ានិងអ្នកស្រីសោមវណ្ណសុដានីគ្រប់ប្រទេសគឺសុទ្ធតែបានទទួលពានរង្វាន់ទាំងអស់ចន្លោះពេលនោះដែរបងអឿនបានទៅថតខ្សែភាពយន្តឲ្យលោកលីប៊ុនយីមដែលថតនៅប្រទេសទាំង3គឺហុងកុងថៃនិងខ្មែរគឺរឿងឯណាប្រពន្ធខ្ញុំតួស្រីគឺអ្នកស្រីវីរៈតារាអតីតភរិយារបស់លោកលីប៊ុនយីមកាលនោះបងប្រុសបានចងមិត្តជាមួយតារាឯកក្នុងក្រុមហ៊ុន Sao Brother ដែលមានលោកជាងតាវេទីលុងឈិនខ្វាន់ថៃជាដើមលោកគង់សុភីបានបង្ហាញការសោកស្ដាយថាប្រសិនបើបងប្រុសខ្ញុំកុំគិតគ្រួសារពេកកុំស្រឡាញ់ប្អូនពេកម្លេះគាត់មិនស្លាប់នោះទេព្រោះនៅឆ្នាំ1975គាត់បានទទួលកុងត្រាថត3រឿងជាមួយក្រុមហ៊ុនបរទេសហើយគេបានបង្ខំឲ្យគាត់ទៅក្នុងពេលឆាប់ដើម្បីចាប់ផ្ដើមថតនៅប្រទេសថៃតែដោយបងប្រុសខ្ញុំគិតថាទៅម្ដងនេះរយៈពេលយូរនៅរងចាំជួបជុំគ្រួសារនៅភ្នំពេញរហូតដល់ចូលឆ្នាំខ្មែរហើយសិនសំទៅដឹងអីព្រឹត្តិការណ៍17មេសាបានធ្វើឲ្យគម្រោងការនោះត្រូវរលាយហើយបងប្រុសត្រូវបាត់បង់ជីវិតយ៉ាងខ្លោចផ្សាទៀតខ្ញុំនៅចាំបានថាគ្រួសារខ្ញុំទាំងអស់ត្រូវគេជម្លៀសឲ្យចេញទៅតាមផ្លូវតាខ្មៅស្អាងព្រែកតូចបងអឿនខ្ញុំស្លៀកខោចែវពាក់អាវយឺតបង់កក្រមាមួយពាក់ស្បែកជើងផ្ទាត់រុញឡានចេញទៅបងគង់លុចមានប្រពន្ធកូនខ្ចីបងគង់ចន្ទថាមានប្រពន្ធកូនកាត់បារាំងកូន3នាក់តាមផ្លូវបងអឿនខំលាក់មុខដែរតែទៅដល់ទីណាក៏គេស្គាល់យើងទៅរស់នៅស្រុកស្អាងព្រែកតូចរយៈពេលប្រហែល2ខែទើបពួកខ្មែរក្រហមមកយកបងអឿនទៅខ្ញុំចាំបានថាថ្ងៃនោះម៉ែនិងបងរ៉េនប្រពន្ធបងអឿនបាននាំគ្នាទៅគក់ខោអាវនៅមាត់ទន្លេខ្ញុំលីងពោតដាក់ស្ករឲ្យបងហូបបងអឿនកំពុងអង្គុយហូបពោតលីងឪពុកខ្ញុំអង្គុយជក់បារីនៅក្បែរនោះស្រាប់តែមានពួកយោធាអាវខ្មៅ2នាក់បានជិះម៉ូតូ CL ចូលមកប្រាប់ថាគណៈតំបន់សូមជួបមិត្តអឿនជាបញ្ញាប់បងអឿនខ្លួនទទេទាញអាវយឺតហើយលាឪពុកខ្ញុំអង្អែលក្បាលខ្ញុំជាចុងក្រោយក៏ឡើងម៉ូតូ CL ពីក្រោយអ្នកឌុបម្នាក់ទៀតកាន់កំភ្លើងអង្គុយជាប់ពីក្រោយតាំងពីថ្ងៃនោះមកបងប្រុសខ្ញុំក៏បាត់សមោលលែងឃើញត្រឡប់មកផ្ទះវិញក្រោយមកឮគេលួចប្រាប់ថាគាត់ត្រូវគេបណ្ដាលមកម្ដុំកោះកោហើយប្រហែលជាគាត់ត្រូវស្លាប់នៅទីនោះម្ដាយខ្ញុំរីងរៃដើររកកូនដូចមនុស្សឆ្កួតបងប្រុសខ្ញុំទាំង3នាំគ្នារត់ទៅខេត្តកំពង់ធំហើយត្រូវបែកគ្នាអស់សប្តាហ៍ថ្ងៃខ្ញុំនៅសល់តែបងប្រុសម្នាក់គត់ដែលភៀសខ្លួនរួចទៅកាន់កាណាដាឯបងអាតបងភ័ណ្ឌត្រូវស្លាប់នៅកំពង់ធំបងចន្ទថាទាំងប្រពន្ធត្រូវស្លាប់នៅភ្នំលៀចជីវិតគ្រួសារខ្ញុំដែលសុទ្ធតែជាតារាភាពយន្តបានឆ្លងកាត់ជីវិតដ៏ឈឺចាប់ព្រាត់ប្រាសចម្លែកខុសគេ
ខ្ញុំស្អប់ព្រឹត្តិការណ៍ឆ្នាំ1975រហូតដល់ឆ្នាំ1979ណាស់ព្រោះខ្ញុំបាត់បង់នៅអ្វីៗទាំងអស់ដែលខ្ញុំត្រូវមានបាត់បង់ដំណឹងផ្លូវចិត្តដោយការសំណោះអាល័យបោកបងដែលជាតារាដ៏ភ្លឺចិញ្ចាចនៃពិភពសិល្បៈភាពយន្តខ្មែរប្រសិនបើពួកគាត់នៅរស់ម្លេះអាចជួយខ្មែរផ្នែកវិស័យនេះឲ្យបានល្អប្រសើរមួយចំណែកថែមទៀតមិនខានស្រឡាំងប្រជាងងឹតមកជាត្រៀមស្លាប់បាត់បង់សម្រស់រឿងស្នេហាកើតក្តីស្រណោវាក៏អន់ឡងក្រុមអាងនោះសាស្រណោមកស្ទឹងអង្រឹងធ្លាប់យកចាងឆ្លងប្រមល់ប្រងផ្កាយភ្លឺថ្លាស្រណោសំដីស្បត់ផ្លែបញ្ញាអាស្មងស្នេហាលូត្រាសង្ស័យតាកម្មពីអ្វីនាងមកប្រឡាយឲ្យខ្ញុំខ្លោចផ្កាជីវិតអាប់អួរព្រោះរឿងស្នេហាឥឡូវសង្សារមានស្មីចោលខ្ញុំណែបានសំរងសំភ័ងត្រីបងក្តីស្នេហ៍យើងក្នុងជំរឿកម្មរឿងខនឡងផតមកជាយូរឆ្នាំហើយចងទ្រាំចាំជួបជាតិក្រោសំរងសំភ័ងត្រីបងក្តីស្នេហ៍យើងលងក្នុងជំរឿកម្មរឿងខនឡងផតមកជាយូរឆ្នាំហើយចងទ្រាំចាំជួបជាតិក្រោយចាស់លោកស្រីអ្នកនាងកញ្ញាលោកយាយលោកតាលោកពូអ្នកមីងបងប្អូនប្រុសស្រីទាំងអស់ដែលកំពុងស្ដាប់យើងខ្ញុំទាំងពីរអ្នកអត្ថាធិប្បាយអំពីប្រវត្តិតារាភាពយន្តដែលមានឈ្មោះថាគង់សំអឿនឥឡូវនេះបានមកដល់ទីបញ្ចប់ហើយប្រវត្តិរបស់លោកចាស់ដោយសារតែលោកត្រូវបានបាត់បង់ជីវិតនៅក្នុងរបប3ឆ្នាំ8ខែនិង20ថ្ងៃក៏ប៉ុន្តែស្នាដៃនៃការសម្ដែងរបស់លោកណាមិនទាន់បានបាត់បង់នៅឡើយទេហើយយើងនឹងអាចរកបាននៅការសម្ដែងរបស់លោកតាមរយៈគេហទំព័រផ្សេងបើសិនជាមិត្តយុវវ័យចំនួនក្រោយចង់ដឹងចាអាចចូលទៅកាន់ website មួយចំនួនហើយយើងគ្រាន់តែវាយឈ្មោះថាលោកគង់សំអឿនចានឹងចេញនៅប្រវត្តិរបស់លោកអញ្ចឹងយើងអាចឃើញនៅមុខមាត់របស់លោកថាមានរូបរាងសង្ហាបែបណាចាបាទ
ខ្ញុំដឹងរឿងមួយបាទអត់ធ្លាប់បានមើលណា ចា បាទគឺជារឿងសវណ្ណហង្សបាទគឺនៅមានបាទពេញទាំងអស់តែម្ដងដែលជា សវណ្ណតែនអន បាទសវណ្ណតែនអនសវណ្ណហង្សបាទនៅក្នុងប្រព័ន្ធ YouTube បាទអ៊ីនធឺណិតណាបើសិនជាប្រិមិត្តជាពិសេសបងប្អូនដែលចូលចិត្តតាមដានខ្សែវីដេអូហ្នឹងបាទសូមចុចទៅកាន់បាទគេហទំព័ររបស់ YouTube នឹងតែម្ដងទៅនឹងឃើញ ចា បាទ ចាហើយការសម្ដែងកាលពីមុនមានភាពរស់រវើកហើយរហ័សរហួនណាស់ បាទ ដោយសារតែមើលទៅអ្នកសម្ដែងកាលពីមុនដូចជាគាត់ចាំប្រូ បាទ ចាអញ្ចឹងគាត់លេងលឿនហើយមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់អញ្ចឹងហើយបានជាវិស័យផ្នែកសិល្បៈសម្ដែងភាពយន្តកាលពីឆ្នាំទសវត្សរ៍ 60 70ហ្នឹងគឺមានភាពល្បីល្បាញណាស់សូម្បីតែខាងប្រទេសជិតខាងក៏មកចុះកុងត្រាជាមួយដើម្បីទទួលបានការសម្ដែងពីតារាភាពយន្តកម្ពុជាយើងដែរ បាទ ចាជាមួយអ្នកស្រីឌីសាវេតក្តីចាលោកជាយុទ្ធថនលោកកុងសំអឿនហើយកម្មវិធីយើងនឹងលើកយកពួកគាត់ចាមកម្ដងម្នាក់ដើម្បីធ្វើការអធិប្បាយអំពីប្រវត្តិដើម្បីឲ្យលោកអ្នកបានជ្រាបទាំងអស់គ្នាចា បាទអរគុណហើយអញ្ចឹងដោយសារតែពេលវេលាបាទអញ្ចឹងអធិស្ឋានបាទមិនបានបន្តទៀតទេហើយយើងខ្ញុំសូមបញ្ចប់ការធ្វើអធិប្បាយអំពីប្រវត្តិរបស់លោកកុងសំអឿនត្រឹមតែប៉ុណ្ណេះពេលណាមួយកម្មវិធីនឹងទទួលបាននៅប្រវត្តិរំអិតរបស់លោកកុងសំអឿនបន្ថែមទៀតនោះនឹងលើកយកមកធ្វើការអធិប្បាយចែកជូនដល់លោកយាយលោកតាពុកម៉ែបងប្អូនឲ្យបានជ្រាបកាន់តែច្បាស់ថែមទៀត ចាអរគុណឥឡូវនេះសូមអធិស្ឋានពីសំណាក់មិត្តអ្នកស្ដាប់ទាំងអស់បើសិនជាយើងខ្ញុំធ្វើការអធិប្បាយទៅមិនសមទំនងត្រង់កន្លែងណាជាពិសេសគឺមិនបានក្បោះក្បាយអំពីប្រវត្តិរបស់លោកកុងសំអឿនចាជាចុងក្រោយយើងខ្ញុំសូមជូនពរពុកម៉ែបងប្អូនមីងៗទាំងអស់ដែលនិយមគាំទ្រស្ដាប់ជាមួយនឹងកម្មវិធីផ្សាយរបស់យើងខ្ញុំសូមឲ្យទទួលបានសេចក្តីសុខសេចក្តីចម្រើនគីងលងលក់ស្កប់ស្កល់រៀងរាល់រាត្រីសម្រាប់ពេលនេះនាងខ្ញុំសុចិន្តា រួមជាមួយនឹងខ្ញុំបាទតារាច័ន្ទ សូមអរគុណ សូមគោរពលា រាត្រីសួស្តី ហើយជាទីស្នេហាពេលនេះជាពេលអ្នកត្រូវនឹងព្រៀបកប់កលក្រុមការមើលចុងធម្មជាតិក៏លងលក់បានសងសានដោយចំរៀងនេះ